Bah,ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជួបជាមួយខ្ញុំយូចា៎ក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាទៅលើ quest ថ្មីមួយដែលយើងទទួលបានតម្រង់ជា avatar មួយពី Red Bull ដែលជាប្រភេទ Line Quest តែចឹងខ្ញុំបង្ហាញអ្នកនរគ្នាពីការធ្វើយកវាអញ្ចឹងជំរាបការធ្វើដូចជាមានអត់មានបាក់ទេដូចតែវីដេអូមុនអញ្ចឹងអ្នកគាត់ចុច Line Quest មកចុច Line Quest ហើយអ្នកនរគ្នានឹងរត់ចូលក្នុង game នេះពេលវាអស់ស្រ័យយើងចាំមកស្ទុះទៅយើងយូរដែរមកឌីងយូរទេយូរតិចយេចឹងពេលអស់ស្រ័យវារត់ដេញហើយវានឹងចេញ screen មួយបែបនេះចុច start មកដល់ចុច start ហើយគេនឹងចេញប្រអប់ឲ្យអ្នកនរគ្នាមុនមើលពណ៌កន្លែងនេះវានឹងមាន3ដងអញ្ចឹងវាឲ្យលោតចុចឲ្យយើងចុចតាមវាទីមួយឆ្វេងស្ដាំឆ្វេងស្ដាំឆ្វេងវានឹងផាសអញ្ចឹងបកអានឥឡូវនេះមកចេញពណ៌ម្ដងទៀតអញ្ចឹងខ្ញុំចុចតាមមកអញ្ចឹងវាផាសបាន2អញ្ចឹងវា complete បាន2ហើយអញ្ចឹងសល់1 round ទៀតយើងផាសយើង complete អស់ហើយអញ្ចឹងប្រអប់វានឹងបើកខ្ញុំប្រអប់បើកមកដូចជាអត់មានអីទេមានតែឲ្យមើលកំប៉ុងចូលភេសជ្ជៈថ្មី2តែទី1គឺចុចមកចាំយើងសូមបង្ហាញគ្នាមួយទៀតវានឹង scan នៅខាងក្រោមនេះវានឹង scan ថាពីហ្នឹងមិនត្រូវអត់ហើយថាយើង complete ទៅប៉ុណ្្នឹងទៅគឺអត់មានពិបាកទេអញ្ចឹងនេះ pass complete អញ្ចឹងយើងទទួលបាន 100% ហ្នឹងអញ្ចឹងយើងអាចយកបានតោះមកខ្ញុំចុច claim ខ្ញុំមក verify មកយើងបាន avatar មួយនេះដូចជាអត់មានអីទេបើយើងមានតែប៉ុណ្្នឹងបើសិនអ្នកមានចង្អល់អាច comment នៅក្នុងវីដេអូខាងក្រោមវីដេអូមកយើងនឹងចូលទៅជួយទាំងអស់គ្នាអរគុណច្រើនជម្រាបលាកុំភ្លេចជួយ follow ហើយ subscribe channel ខ្ញុំម្នាក់មួយផងបាយ